ជំរាបសួរអ្នកទាំងអស់គ្នាតោះជួបគ្នាជាថ្មីជាមួយនឹងរឿងខ្លាយទៅជាម្ដាយផ្ដាំស្នេហ៍ទៀតហើយជាមួយនឹងនាងខ្ញុំទាំងអស់គ្នាតោះយើងចាប់ផ្ដើមចូលសាច់រឿងយើងតែម្ដងបន្ទាប់ពីដាក់មីនហូយើងឲ្យគេងហើយគឺតួឯសីរបស់យើងគឺអស់កម្លាំងលេងតែម្ដងចាគឺតើអីរវល់ពេញមួយថ្ងៃរើអីវ៉ាន់ផងរៀបអីវ៉ាន់ហងហើយនៅមួយទឹកមួយអីឲ្យកូនស្វាទាំងពីរនឹងទៀតបើមិនអស់កម្លាំងទៅចម្លែកហើយតួប្រុសរបស់យើងក៏សួរថាតើពីរអ្នកហ្នឹងប្រកែកចំណាំគ្នាអត់ពេលនៅសាលាហើយតួឯកសីរបស់យើងក៏បានឆ្លើយថាវាឡើងញឹកញាប់ឡើងសាមហើយមកអីឯងគាត់អាចទទួលយកបានហើយតួប្រុសរបស់យើងបន្ថែមថាបើសិនជាការចំណាយនឹងកាន់តែខ្លាំងទូស្រីថាំងមិនអីទេបើសិនជាយល់ពីអារម្មណ៍ពួកគេទាំងពីរអ្នកយូរទៅវាពិតជាអត់អីទេហើយគាត់ក៏បន្ថែមទៀតថាធ្វើយ៉ាងណាឲ្យស្រឡាញ់ពីរអ្នកនឹងឲ្យស្មើគ្នាទៅឈប់ចំណាយណៃតួប្រុសរបស់យើងក៏បានប្រាប់ទៅកាន់តួស្រីថាអូយតួឯកស្រីពិតជាលយមែនតែនហើយឯងនឹងលឺអញ្ចឹងគឺអៀនឡើងខ្ញងហ្មងងើលឺអញ្ចឹងរត់ងើបរត់ចូលទៅបន្ទប់ពេញបាត់ហ្មងតួឯកស្រីរបស់យើងគឺអៀនមួយគេហ្មងចាហេតុតែអត់ដែរមានគេញ៉ាយគ្រាន់តែគេនិយាយប៉ុណ្ណឹងសោះអៀនឡើងទន់ជើងធ្វើអីលែងត្រូវហ្មងចាចាតួឯកស្រីរបស់យើងស្រឡាញ់តួប្រុសហើយតែអត់ដឹងតែខ្លួនឯងស្រឡាញ់ឯងគាត់ថាក៏ថ្ងៃដំបូងនៅជាមួយនឹងតួឯកប្រុសជាមួយនឹងក្មេងៗគាត់មានអារម្មណ៍ថាចម្លែកគាត់អត់ដឹងថាខ្លួនឯងគិតអីទេអញ្ចឹងខ្ញុំគិតថាតួឯកស្រីរបស់យើងគឺធ្លាក់ក្នុងអន្លង់ស្នេហ៍គេហ្មងតែអត់ដឹងខ្លួនថាខ្លួនឯងស្រឡាញ់គេហើយស្រាប់តែពេលហ្នឹងគឺទូរស័ព្ទរបស់តួឯកស្រីរបស់យើងរោហ្នឹងគឺមិត្តភក្តិរបស់គាត់គឺខំមកមិនមែនម៉ាក់គាត់ទេគឺខំមកបញ្ជាក់តួស្រីថាសួរនាំតួស្រីរបស់យើងនឹងថារៀបចំអីវ៉ាន់ហើយនៅរើមកផ្ទះថ្មីនឹងមានអារម្មណ៍មិនដែរអីមិនដែរអញ្ចឹងណាហើយតួស្រីរបស់យើងក៏បានប្រាប់ដែរគាត់រើអីវ៉ាន់ហើយគឺអស់ខ្យល់មែនតែនហើយមិត្តភក្តិតួឯកស្រីរបស់យើងពីមុនក៏គាត់ធ្វើការជាគ្រូនៅសាលារៀនបង្រៀននឹងដែរប៉ុន្តែឥឡូវគាត់រីសាញហើយគាត់អត់ធ្វើការនៅជាមួយតួស្រីទៀតទេខ្ញុំគិតថាគេមានមូលហេតុអីផ្សេងអញ្ចឹងណាហើយនិយាយគ្នាសុកតួឯកស្រីរបស់យើងក៏បានធ្លោយមាត់ថាពូរបស់មីនហូរស់នៅជាមួយហើយធ្វើឲ្យមិត្តភក្តិរបស់គាត់ស្រែកឡើងផ្អើលហ្មងឡើងតួស្រីរបស់យើងដកទូរស័ព្ទចេញហើយគាត់ឆ្ងល់ថាហេតុអីបានជាពូរបស់មីនហូតួឯកប្រុសរបស់យើងមិននៅរស់នៅជាមួយនឹងតួឯកស្រីរបស់យើងអញ្ចឹងណាហើយតួឯកស្រីយើងក៏បានប្រាប់ថាដោយសារតែមីនហូអត់មានម៉ាក់មានប៉ែអញ្ចឹងតួឯកប្រុសរបស់យើងជាអ្នកមើលថែហើយមិត្តភក្តិរបស់តួឯកស្រីរបស់យើងក៏បានញាស់តួឯកស្រីថាមែនទេដោយសារតែតួស្រីនឹងចង់ឲ្យតួប្រុសមកនៅជាមួយណានៃ1 2 3អញ្ចឹងអាគ្នានេះគឺខំប្រកែកយ៉ាងមែនទេពូរបស់មីនហូមិនមែនខែបគេណានៃប្រកែកចឹងគេថាចាស់ good looking អីសង្ហាអីណានៃតែប៉ុណ្្នឹងឯងប៉ុន្តែគួរឲ្យខ្លាចសង្ហាប៉ុន្តែមុខគួរឲ្យខ្លាចគាត់ប្រាក់គេថាគេស្មានតែតួឯកប្រុសយើងមុខអាក្រក់តែតួឯកស្រីមិនមែនទេគេអំប្រកែកហ្មងតួឯកប្រុសគេឡើងសង្ហាគេមិនមែនអាក្រក់ទេចាតែគេ handsome ប៉ុន្តែគេអត់សូវនិយាយស្ដីតែប៉ុណ្្នឹងទេហើយមិត្តភក្តិទូស័យក៏បានសួរថាជីហូរបស់យើងចូលចិត្តអត់បើនិយាយពីជីហូយើងមិនបាច់ទេគឺកំពូចូលចិត្តទាំងពូទាំងក្មួយហ្នឹងហ្មងស្រឡាញ់អ្នកផ្ទះគេឡើងដូចគ្រួសារខ្លួនឯងហ្មងអញ្ចឹងណាមិត្តភក្តិរបស់ទូស័យរបស់យើងចង់មកលេងតែទូស័យអត់ឲ្យមកលេងទេហើយមិត្តភក្តិរបស់គាត់ក៏លេងថាទូស័យជាប់គុកដែលអាចទៅមើលថែទៅសួរសុខទុក្ខបានមែនគេថាអត់ទេតែគាត់អត់ហ៊ានឲ្យមកទេព្រោះដោយសារតែមិនមែនផ្ទះគាត់ចឹងណាហើយឥឡូវយើងមកចូលដល់ម៉ាក់របស់តួឯកស្រីវិញម៉ាក់នឹងគឺម៉ាក់ចង់គឺមករកតួស្រីដល់ផ្ទះតែមកអត់ជួបតួស្រីរបស់យើងទេគឺជួបអ្នកផ្សេងដែរជាអ្នករើមកនៅជំនួសតួស្រីចឹងណាអ្នកជួលផ្ទះតួស្រីព្រោះតួស្រីរបស់យើងបានទៅនៅជាមួយនឹងតួឯកប្រុសយើងហើយគាត់ក៏ព្យាយាមសួរនាំព័ត៌មានពីម្នាក់ប្រុសនឹងដែរតែម្នាក់ប្រុសហ្នឹងប្រាប់ក៏គាត់ក៏ប្រាប់ទៅម៉ាក់ចង់តួឯកស្រីវិញថាគាត់អត់ដឹងតួឯកស្រីរស់នៅណាទេបើចង់ទៅដឹងព័ត៌មានបន្ថែមខលទៅខ្លួនឯងហើយគាត់ក៏សួរថារស់នៅយូរប៉ុណ្ណាហើយម្នាក់ប្រុសនឹងប្រាប់ថាគាត់រស់នៅទៅបានមួយអាទិត្យទេហើយក៏បិទទ្វារហើយដើរចេញទៅធ្វើឲ្យម៉ាក់ចុងរបស់តួឯកស្រីរបស់យើងគឺខឹងតួឯកស្រីរបស់យើងមែនតើថាទទួលបានលុយណានៃហើយរត់ចោលគាត់អីចឹងណាអត់មានប្រាប់គាត់អត់មានអីគាត់ប្រាប់ពុតជំនុនអីទេហើយក៏គេនឹងក៏ខលទៅរកកូនស្រីសំណប់របស់គេវិញថាគេអាចទៅផ្ទះកូនស្រីសំណប់គេបានអត់នេះម៉ាក់ជីហូមកចាញ់ម៉ាក់ជីហូហើយនេះទាំងអស់គ្នាឃើញនេះគឺជាម៉ាក់របស់ជីហូរបស់យើងដែលជាម៉ាក់បង្កើតហើយគឺជាតារាប៉ុន្តែដេកជាមួយនឹងប្រុសដូរដូចខោអាវអញ្ចឹងហើយក៏បានសួរទៅកាន់ម៉ាក់គេថាតើតួឯកស្រីរបស់យើងនឹងមូទៅណាហើយគាត់ម៉ាក់របស់តួឯកស្រីក៏យើងបានឆ្លើយថាគាត់ក៏អត់ដឹងថាមូទៅណាដែរអញ្ចឹងណាហើយម៉ាក់ជីហូនឹងក៏បាននិយាយថាគាត់ក៏មិនខ្វល់ដែរតួឯកស្រីយើងទៅណាក៏ទៅគាត់គ្មានខ្វល់អីជាមួយទេគាត់ខ្វល់តែរឿងគាត់មានលុយចាយគឺ50បាយគឺគ្រប់គ្រាន់ហើយអត់មានខ្វល់អីទាំងអស់ហើយយាយរបស់ជីហូហ្នឹងក៏សុំលុយបន្ថែមយកទៅចាយវាអីចឹងណា
តែបងស្រីរបស់តួឯកស្រីរបស់យើងគឺអត់ឲ្យលុយទេអញ្ចឹងធ្វើឲ្យម្ដាយរបស់គាត់ខឹងថាគាត់តែមកខ្លួនឯងសុំលុយហ្នឹងក៏មិនឲ្យទេគាត់ឈ្លោះប្រកែកគ្នាហើយគាត់ក៏បន្ថែមទៀតថាបើគ្មានលុយឲ្យគាត់ទេគាត់សុំលក់កាបូបរបស់បងតួឯកស្រីហ្នឹង1 2ប៉ុន្តែបងស្រីហ្នឹងក៏អត់ឲ្យដែរហើយសាច់រឿងរបស់គូយើងក៏កាត់ត្រឹមហ្នឹងហើយឆ្លងមកដល់តួឯកស្រីរបស់យើងវិញម្ដងនិយាយពីតួឯកស្រីរបស់យើងគឺឃើញ Miss Call ម៉ាក់របស់គាត់ខលមកគឺជាប៉ិហ្នឹងគ្មានខលមកធ្វើអីទេក្រៅពីខលមកសុំលុយហើយតួឯកស្រីរបស់យើងក៏រកកំណត់ឃើញមួយវិញថាធ្វើម៉េចដើម្បីកុំឲ្យយាយប៉ិចង្រៃហ្នឹងណាវាសុំលុយគាត់បានទាំងអស់គ្នាឃើញអត់គឺឆាតខលមួយលើកគឺឆាតមកសុំលុយមករកលុយអា deposit ដែលគេជួលផ្ទះហ្នឹងហើយតួឯកស្រីរបស់យើងក៏បានរកនៅវិធីឲ្យសែនទៅវិញតែខ្ញុំកន្លែងហ្នឹងគឺគេលាក់ឲ្យបន្ទាប់ពីសែនរួចហ្នឹងគឺនាយិការបស់សាលាហ្នឹងក៏បានហៅតួឯកស្រីទៅជួបហើយតួឯកស្រីរបស់យើងក៏បានចុចសែន message ហ្នឹងហើយក៏ទៅជួបជាមួយនឹងនាយិកាសាលាហ្នឹងហើយតួឯកស្រីរបស់យើងសង្ឃឹមថាវិធីសាស្ត្រដែលគាត់ធ្វើហ្នឹងគឺឈប់ឲ្យម្ដាយរបស់គាត់ហ្នឹងទារលុយគាត់ទៀតហើយបងស្រីរបស់គាត់ក៏សួរទៅម្ដាយហ្នឹងថាតាក់ទងទៅតួឯកស្រីឲ្យទៀតមែនហើយគាត់ថាត្រូវតែតាក់ទងហើយបើមិនតាក់ទងបានលុយណាចាយបើកូនខ្លួនឯងហ្នឹងអត់ឲ្យលុយចាយហ្នឹងហើយតួឯកស្រីរបស់យើងក៏បានឆ្លើយសារថារាល់ថ្ងៃហ្នឹងគាត់ចំណាយច្រើនហើយគាត់អត់មានលុយទេអញ្ចឹងគាត់មូលទៅផ្ទះផ្សេងដែលមានតម្លៃជួលតិចអញ្ចឹងអញ្ចឹងសូមឲ្យម៉ាក់របស់តួឯកស្រីរបស់យើងហ្នឹងគឺផ្ញើលុយ3លានមកដើម្បីជួយសម្រួលបន្ទុកចាគ្រាន់តែឮអញ្ចឹងគឺខឹងដាច់ក្បាលដាច់កន្ទុយតើមានកូនស្រីទាំងពីរគឺអត់ប្រយោជន៍ទាំងពីរគ្មានណាម្នាក់ពឹងពាក់បាននេះអត់ឲ្យលុយគាត់ចាយអញ្ចឹងគឺខឹងដាច់ក្បាលដាច់កន្ទុយតែម្ដងតោះយើងកាន់មកដល់តួឯកស្រីយើងវិញគឺនាយិកាសាលាគេអរគុណតួឯកស្រីដែលបានឲ្យយាយរបស់មីនហូហ្នឹងចូលរួមសាងសង់សាលាហើយក៏សូមឲ្យតួឯកស្រីរបស់យើងហ្នឹងប្រើទំនាក់ទំនងហ្នឹងដើម្បីជួយឲ្យស្នើសុំអីបន្ថែមទៀតសម្រាប់សាលារៀនហ្នឹងប៉ុន្តែតួឯកស្រីរបស់យើងបានបដិសេធគាត់ថាគាត់អត់យករឿង personal តខ្លួនទៅលុកលំជាមួយនឹងការងារហើយគាត់ក៏បានដើរចេញទៅពីបន្ទប់ហ្នឹងហើយស្រាប់តែទូរស័ព្ទរបស់តួឯកស្រីរបស់យើងក៏រកគឺតួឯកប្រុសរបស់យើងខលមកសួរថាពេលណាដែលតួឯកស្រីរបស់យើងត្រឡប់មកផ្ទះវិញហើយតួឯកស្រីរបស់យើងក៏បានថាជិតត្រឡប់ទៅផ្ទះវិញហើយនិយាយអត់បានប៉ុន្មានផងជីហូក៏មកដល់ហើយជីហូប្រាប់ថាគេចង់ទៅផ្ទះហើយគេអត់ស្រួលខ្លួនទេគឺមុខឡើងក្រហមហ្មងជីហូរបស់យើងគាត់ប្រាប់ថាគាត់ចង់ទៅផ្ទះគាត់អត់ចង់នៅលេងនឹងទៀតទេមើលអត់អូយនឹងគួរអាណិតហ្មងណាហើយសួរម៉ាក់ថាពេលណាអាចទៅផ្ទះបានអញ្ចឹងណាហើយតួឯកស្រីរបស់យើងពេលដែលឮកូននិយាយអញ្ចឹងហើយក៏បានចាប់ដៃកូនមើលមានណាខ្លួនក្តៅឡើងកគុកហើយតួឯកប្រុសរបស់យើងក៏សួរតើកើតរឿងអីមែនតួឯកស្រីរបស់យើងក៏ឆ្លើយទៅតាមទូរស័ព្ទវិញថាជីហូក្តៅខ្លួនណាស់អញ្ចឹងប្រញាប់យកជីហូទៅពេទ្យហើយក៏ដាក់ទូរស័ព្ទចុះហើយតួឯកប្រុសរបស់យើងក៏បានអង្គុយច្រឡឹងមើលទូរស័ព្ទហ្នឹងតែតួឯកស្រីរបស់យើងក៏បានយកជីហូមកពេទ្យហើយនេះដេកពេទ្យស្អាតអូយអ្នកគេធ្វើបាបកូនស្វាលពឹសសឹងអីមកឲ្យគ្នាដេកពេទ្យមើលធ្វើបាបគ្នានោះធ្វើបាបហើយអ្នកគ្រូពេទ្យក៏បានប្រាប់ថាជីហូរបស់យើងក្តៅខ្លួនហើយហើមកូនកដរទៀតអញ្ចឹងអត់ចង់ឲ្យជីហូរបស់យើងនឹងដើរទៅណាឆ្ងាយទេហើយជំងឺមួយនឹងគឺមួយអាទិត្យគឺអាចជាបានហើយមើលតួឯកស្រីរបស់យើងនេះភ័យពេកគឺមកស្បែកជើងគោម្ខាងក៏បីម្ខាងអញ្ចឹងណាហើយតើស្រឡាញ់កូនទោះមិនមែនកូនខ្លួនឯងក៏ស្រឡាញ់ស្ទើរលេបដែរបើលេបបានខ្ញុំសង្ស័យតួឯកស្រីលេបជីហូរបស់យើងទៅបាត់ហើយតួឯកស្រីរបស់យើងក៏បានអរគុណទៅអ្នកគ្រូពេទ្យបន្ទាប់ពីអស់សេរ៉ូមតួឯកស្រីរបស់យើងក៏បានបីជីហូត្រឡប់មកផ្ទះវិញព្រោះអត់មានអីធ្ងន់ធ្ងរទេគឺថយកម្ដៅហើយអាចមកផ្ទះវិញបានហើយទាំងស្បែកជើងគោម្ខាងក៏បីម្ខាងសពទៅពេលហ្នឹងតួឯកប្រុសរបស់យើងក៏រត់មកទទួលនេះគោម្ខាងក៏បីម្ខាងដែរដឹងមើលទៅខ្មៅជំហៀងថ្នោតមកជំហៀងតួឯកប្រុសរបស់យើងក៏ភ័យស្លន់ស្លោណាស់ដែរគឺរត់មករកតួឯកស្រីរបស់យើងហ្មងហើយប្រាប់តាមឆាតតែតួឯកស្រីរបស់យើងមានបានមើលឆាតណាបើរវល់ទៅមើលកូននឹងភ័យនឹងកូនមានមើលទូរស័ព្ទណាតួឯកប្រុសរបស់យើងក៏សួរអាការៈរបស់ជីហូមិនហើយតែតួឯកស្រីថាអត់អីទេដោយសារតែខែត្រជាក់អញ្ចឹងធ្វើឲ្យជីហូផ្ដាសាយឥឡូវបានធូរហើយតួឯកប្រុសរបស់យើងលឺអញ្ចឹងគឺធូរទ្រូងបន្តិចរត់មកឡើងបែកញើសឈឺបែកញើសឡើងជោកខ្លួនហើយតួឯកស្រីឃើញគេអញ្ចឹងផ្លឹកមកសារទៀតគេថាអត់អីទេអរគុណច្រើនណាស់ដែលបារម្ភពីជីហូរបស់យើងអញ្ចឹងណាមើលនេះអូយគេមុខឡើងខ្ជូតណាគេធ្វើបាបប្រុសពៅឲ្យឈឺអញ្ចឹងឯងហើយតួឯកប្រុសរបស់យើងក៏បានយកជីហូពីតួឯកស្រីដើម្បីយកជីហូត្រឡប់មកផ្ទះអ្នកទាំងអស់គ្នាដឹងមិនទេមិនទាន់បានចូលផ្ទះហងតួឯកស្រីរបស់យើងគឺប្រាំងឃើញមីនហូនៅខាងក្រៅអ្នកទាំងអស់គ្នាដឹងមិនអត់គឺឈឺទាំងពីរនឹងឯងឆ្លងគ្នានឹងហើយនិយាយរបស់ជីហូរបស់មីនហូគឺខឹងហ្មងមើលថាចៅគេមិនបានចៅគេឈឺអញ្ចឹងណាហើយអាគ្នានេះឡើងប្រាំងមីនដឹងថា
មានហូរឈឺដែរណានេះហេសបោដូចគ្នាអាកូននឹងឈឺសប្បាយចិត្តទៀតបានឈឺដូចគ្នាមកលេងសបោអូយល្ពឹសហ្មងពីរនាក់ហ្នឹងតួឯកប្រុសគឺខឹងមែនតើគាត់ថាបើសិនជាជីហូអត់ផ្ដាសាយមីនហូក៏អត់ផ្ដាសាយដែរកំហុសគ្រប់យ៉ាងមកពីជីហូទាំងអស់គាត់ថាខំទុកចិត្តឲ្យមើលចៅឲ្យតែចុងក្រោយមើលចៅគាត់ឈឺហើយគាត់បារម្ភទៀតថាជីហូមីនហូហ្នឹងឯងខ្សោយហងដល់ពេលឈឺទៀតគាត់បារម្ភខ្លាំងអញ្ចឹងណាហើយតួឯកស្រីថាអត់អីទេជំងឺហ្នឹងគឺតែមួយអាទិត្យអីជាហើយពេទ្យបានប្រាប់អញ្ចឹងណាគឺថាកុំបារម្ភពីជីហូខាងពេកហើយនិយាយនឹងឮថាអញ្ចឹងគឺថាគេមិនបារម្ភពីចៅគេទេគឺមាត់រឹងដូចតួឯកប្រុសចឹងម៉ាក់យាយជាមួយនឹងពូគេនឹងគឺកំពូលមាត់រឹងស្រឡាញ់តែអត់ចេះបញ្ចេញអារម្មណ៍ថាស្រឡាញ់ចៅទេ ហើយស្រីរបស់យើងក៏បន្ថែមថាមើលពួកគេទាំងពីរអត់អីទេនៅបល្លែងគ្នាលេងបានពួកគេទាំងពីរគាត់ជាឆាប់ជាសះស្បើយហើយពួកគេមានរូបរាងកាយតូចប៉ុន្តែរូបរាងកាយរបស់គាត់លូតលាស់ល្អអញ្ចឹងណាហើយនិយាយបែបហ្នឹងហើយឲ្យញឹមទៀតតួឯកប្រុសរបស់យើងគិតថាតួឯកស្រីរបស់យើងគាត់ជាខ្លាចម៉ាក់គាត់ហើយមានណាប៉ាកែលួងគេនោះតួឯកស្រីរបស់យើងគឺទៅណាគឺ happy energy ហ្មងអញ្ចឹងជីហូនឹងកាត់តាណាមានកាត់តាមតួស្រីនឹងឯងដែលធ្វើឲ្យគេបារម្ភនឹងលែងឲ្យគេបារម្ភអីចឹងណាហើយនិយាយតន់មកនេះអាកូននេះគឺឃ្លានហ្មងកោពស់ហើយនាំគ្នាមើលស្មានតែតួប្រុសអ្នកកោពស់មានណាកូនងាពីរនាក់នេះអ្នកកោពស់នឹងប្រាប់ថាគេឃ្លានហើយដល់ម៉ោងគេញ៉ាំអីគេអត់បានញ៉ាំអីទេអូខេសាច់រឿងយើងចប់ប៉ុណ្ណឹងហើយឈឺហើយបន្លែខ្ជូតទៅទាំងពីរទៅជូនពរឲ្យឆាប់ជាទាំងពីរដូចគ្នាបាយបាយជួយ like ជួយ subscribe ឲ្យផងជួយ comment ឲ្យផងឲ្យគ្នាមានកម្លាំងចិត្តធ្វើមើលឲ្យដល់1K ហងហើយបង្ខំឲ្យគ្នាតរឿងរហូតមើលភ្នែកគ្នាឡើងកាត់ Tenda ហើយអត់មានពេលទនេធ្វើការហងកាត់តវីដេអូឲ្យហងបាយបាយ